ស្ដីជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះកញ្ញារីក្រេមកទៀតហើយតែថ្ងៃនេះគឺអត់មានចេតនានឹងមកនិយាយ educate ឬក៏អប់រំអ្នកទាំងអស់គ្នាទេថ្ងៃនេះគឺមកជជែកលេងក្នុងនាមជា friend ជា buddy នៅក្នុងបណ្ដាញសង្គមអញ្ចឹងណាអ្នកទាំងអស់គ្នានិយាយទៅនឹងខ្ញុំគឺមិនដឹងថាចាត់ចោលខ្លួនឯងជា introvert ឬក៏ extrovert តែនឹងខ្ញុំសូមចាត់ខ្លួនឯងថាជា ambivert ហ្នឹងគឺជាមនុស្សដែលនិយាយទៅតាមស្ថានភាពមិនជាមនុស្សដែលប្រកែនិយាយឬក៏មិនជាមនុស្សដែល introvert ដែលជឿនៅតែឯងសុទ្ធសាធដែរនិយាយទៅគឺ ambivert វាមិនចាស់វាចម្រុះថ្ងៃនេះគឺចង់មកចែកលេងហើយក៏ចង់មកនិយាយអំពីក្តីស្រឡាញ់អ្នកទាំងអស់គ្នានិយាយទៅខ្ញុំអត់ចេញពីប្រធានបទក្តីស្រឡាញ់ហ្មងព្រោះអីដោយសារតែយើងកាត់មកគឺជាមនុស្សយើងមានក្តីស្រឡាញ់នៅក្នុងចិត្តនៅក្នុងបេះដូងមិនយើងកាត់មកសូម្បីតែយើងកាត់មកក៏ដូចគ្នាដែរបើសិនជាឪពុកម្ដាយយើងមិនមានក្តីស្រឡាញ់ក៏វាអត់មានយើងមកដែរគឺពួកគាត់តែមានក្តីស្រឡាញ់នៅក្នុងចិត្តឯងអញ្ចឹងហើយនេះខ្ញុំសូមនិយាយពីក្តីស្រឡាញ់ដែលយើងទទួលបានដែលយើងមានអញ្ចឹងណាសម្រាប់នាងខ្ញុំបទពិសោធន៍របស់នាងខ្ញុំផ្ទាល់ក្តីស្រឡាញ់ដែលនាងខ្ញុំមានគឺទី1គឺពីខ្លួនឯងពីខ្ញុំផ្ទាល់ហ្មងណាក្តីស្រឡាញ់ហ្នឹងគឺនៅជាមួយខ្លួនឯងថិតថេរជានិរន្តរ៍ប៉ុន្តែមនុស្សយើងភាគច្រើននេះខ្ញុំចង់និយាយថាម៉េចនេះចង់និយាយថាពេលខ្លះយើងជួបរឿងជាច្រើននៅក្នុងជីវិតរបស់យើងអញ្ចឹងហើយក៏យើងធ្វើឲ្យបាត់បង់នូវក្តីស្រឡាញ់ដែលចេញពីចិត្តរបស់យើងផ្ទាល់ហ្មងណារបៀបដូចថាយើងកាត់មកលើភពផែនដីនេះយើងជួបរឿងជាច្រើនមែនតើទាំងរឿងកន្លែងការងារទាំងរឿងទៅកន្លែងគ្រួសារទាំងរឿងកន្លែងជីវិតការសិក្សាចឹងជួបរឿងជាច្រើនចឹងយើងភ្លេចស្រឡាញ់ខ្លួនឯងណាក៏ប៉ិតក្តីស្រឡាញ់ដែលថិតថេរឲ្យដំបូងបំផុតហ្មង basic ហ្មងណាមូលដ្ឋានគឺចេញពីខ្លួនឯងបើអ្នកទាំងអស់គ្នាអត់ចេះស្រឡាញ់ខ្លួនឯងទេចប់ហើយអ្នកទាំងអស់គ្នាក៏មិនមានលទ្ធភាពมันមានសមត្ថភាពទៅស្រឡាញ់អ្នកណាបានដែរព្រោះស្មើតែខ្លួនឯងអត់ចេះស្រឡាញ់ខ្លួនឯងផងនឹងស្រឡាញ់អ្នកណាគេកើតអញ្ចឹងហើយក្តីស្រឡាញ់ដែលធំធេងបំផុតដំបូងហ្នឹងគឺខ្លួនឯងគឺចេញពីខ្លួនឯងទី2ហ្នឹងគឺក្តីស្រឡាញ់ចេញពីឪពុកម្ដាយរបស់យើងគឺស្រឡាញ់យើងខ្លាំងណាគឺអត់លក្ខខណ្ឌហ្មងទោះបីជាគាត់នៅបែកគ្នាចិញ្ចឹមយើងបែកគ្នាឬក៏ចិញ្ចឹមយើងចិញ្ចឹមគ្នាក៏គាត់ស្រឡាញ់យើងដែរប៉ុន្តែបែងចែកដាច់រវាងការស្រឡាញ់និងការយកចិត្តទុកដាក់បើអ្នកទាំងអស់គ្នាគឺជាមនុស្សដែលមានប្តីមានប្រពន្ធមានគូហើយអ្នកដែលយកចិត្តទុកដាក់អ្នកទាំងអស់គ្នាលំដាប់ទី2ក្រៅពីអ្នកទាំងអស់គ្នាគឺប្តីប្រពន្ធរបស់អ្នកទាំងអស់គ្នាក្នុងចំណុចហ្នឹងខ្ញុំចង់និយាយថាមិនមែនថាម៉ាក់ប៉ាយើងអត់យកចិត្តទុកដាក់មួយយើងទេប៉ុន្តែពេលខ្លះពួកគាត់គិតថាយើងមានគូហើយអញ្ចឹងប្តីយើងចេះមើលយើងហើយប្រពន្ធយើងចេះមើលយើងហើយអញ្ចឹងហើយអ្នកដែលមើលថែរបស់យើងបន្ទាប់ពីយើងខ្លួនឯងគឺប្តីប្រពន្ធយើងខ្លួនឯងយ៉ាងឯងអញ្ចឹងណាអញ្ចឹងហើយមានន័យថាគាត់ទុកផ្ដល់សិទ្ធឲ្យប្តីប្រពន្ធយើងជាអ្នកមើលថែយើងអញ្ចឹងប្តីប្រពន្ធយើងមើលថែយើងដិតដល់ហើយនឹងចិត្តស្និទ្ធយើងជាងគេលំដាប់ទី2មិនតែបើសិនជាក្តីស្រឡាញ់អលក្ខខណ្ឌចំពោះខ្លួនយើងហ្មងគឺម៉ាក់ប៉ាលំដាប់ទី2មិនប្តីប្រពន្ធនេះអញ្ចឹងបាញ់ចែកដាច់ពីនឹងអញ្ចឹងមានន័យថាម៉ាក់ប៉ាក៏ស្រឡាញ់យើងអត់លក្ខខណ្ឌប្តីប្រពន្ធយើងគឺជាអ្នកដែលយកចិត្តទុកដាក់លើយើងជាងគេបន្ទាប់ពីយើងខ្លួនឯងដោយសារតែប្តីប្រពន្ធរបស់យើងគឺនៅចិត្តយើងបំផុតហ្មងទី3គឺសាច់ញាតិទី4គឺ friend មិត្តភក្តិរបស់យើងដែលសាប់គប់យើងមិនថាជាមិត្តភក្តិនៅកន្លែងធ្វើការមិត្តភក្តិនៅកន្លែងរៀនសូត្រក៏ដោយគឺពួកគាត់ស្រឡាញ់យើងដូចគ្នាហ្មងអត់តែយើងមានក្តីស្រឡាញ់តែឲ្យអ្នកដទៃនឹងផ្ដល់ឲ្យយើងដូចគ្នាមិនថាជាមិត្តភក្តិមិនថាជាអ្នកជិតខាងទេចឹងហើយក្តីស្រឡាញ់មានច្រើនណាស់អត់លក្ខខណ្ឌសូម្បីតែយើងទៅមណ្ឌលកុមារកំព្រាយើងផ្ដល់ក្តីស្រឡាញ់ឲ្យក្មេងៗកំព្រាអីហ្នឹងក៏ជារាប់ថាជាក្តីស្រឡាញ់ហ្នឹងណាហើយយើងអត់ដឹងទេថានៅពេលដែលយើងបានផ្ដល់ហ្នឹងពួកគាត់មានអារម្មណ៍រីករាយកក់ក្ដៅកម្រិតណាអញ្ចឹងហើយព្យាយាមធ្វើជាប្រភព
ដែលផ្ដល់ក្តីស្រឡាញ់ណា power bank ណាដែលយើងអាចផ្ដល់ក្តីស្រឡាញ់ទៅដល់អស់ថ្មយើងបញ្ចូលប៉ុន្តែមុននឹងបញ្ចូលហ្នឹងគឺ complete បញ្ចូលខ្លួនឯងជាមុនស្រឡាញ់ខ្លួនឯងបានច្រើនអញ្ចឹងហើយគឺយើងអាចផ្ដល់ក្តីស្រឡាញ់ឲ្យអ្នកនៅជុំវិញរបស់យើងបានហើយរួមទាំងយើងម៉ាក់ប៉ាយើងប្តីប្រពន្ធយើងបងប្អូនយើងមិត្តភក្តិយើងអីដូចគ្នាហ្នឹងគឺចង់មកនិយាយពីរឿងក្តីស្រឡាញ់ប៉ុណ្ណឹងនាងខ្ញុំអត់សូវបានចេញវីដេអូជាហោហាហ្មងឯងចេញតាមរយៈ energy ពេលណាដែលមាន energy ច្រើនពេលណាដែលមាន energy ច្រើនឯងពេលណាដែលមាន energy positive energy វិជ្ជមានគឺចង់ផ្ដល់ឲ្យអ្នកទាំងអស់គ្នាទោះបីជាអ្នកទាំងអស់គ្នាមើលវីដេអូរបស់ខ្ញុំតាមរយៈវីដេអូក៏ដោយក៏ខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាក៏អាច sense ដឹងតាមពាក្យសម្ដីដែលខ្ញុំនិយាយចេញទៅកាន់អ្នកទាំងអស់គ្នាបានដែរថាពេលនេះខណៈនេះអារម្មណ៍របស់ខ្ញុំមានអារម្មណ៍បែបណាចឹងហើយខ្ញុំអត់ចង់ចេញវីដេអូដោយ no quality ទេខ្ញុំចង់ចេញវីដេអូដែលមាន quality បែបគុណភាពចេញពីចិត្តគំនិតចង់ផ្ដល់ឲ្យនឹងអារម្មណ៍ពិតហ្មងហើយខ្ញុំពិតជាស្រឡាញ់អ្នកទាំងអស់គ្នាហើយជាពិសេសគឺចង់ឲ្យជនរួមជាតិខ្មែរទាំងអស់គ្នាទទួលបានក្តីស្រឡាញ់ពេញលេញមានសុភមង្គលនៅក្នុងក្រុមគ្រួសារមានសំណើចនៅគ្រប់គេហដ្ឋានទាំងអស់ហើយក៏មានក្តីស្រឡាញ់ជាច្រើនហើយមានចង់និយាយថាធម្មតានៅពេលដែលយើងមានក្តីស្រឡាញ់ណាក្តីស្រឡាញ់មួយមុខគឺអាចធ្វើរឿងបានជាច្រើនទៅធ្វើការផលិតយន្តហោះផលិតក្បាលហោះផលិតឡានផលិតម៉ូតូផលិតអីក៏ដោយតែពេលដែលយើងមានក្តីស្រឡាញ់មានឆន្ទៈយើងចង់ជួយអ្នកដទៃគឺអារឿងអស់ហ្នឹងរឿងអច្ឆរិយៈអស់ហ្នឹងវាចេញមកឯងហ្មងជាងហើយជាដំបូងគឺមានក្តីស្រឡាញ់មាន discipline មានការតាំងចិត្តហ្នឹងសំខាន់ជាងគេពីបទពិសោធន៍របស់ខ្ញុំទៅហើយស្នេហ៍ទាំងអស់គ្នាបាយបាយ